បើសូមលំអរកាយគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដែលកំពុងតាមដានទស្សនាកម្មវិធីមរតកតេជោបច្ចុប្បន្នពិតណាស់រាជធានីភ្នំពេញគឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាហើយបច្ចុប្បន្ននេះកំពុងទទួលបានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ជាពិសេសការកសាងនៅហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលសំខាន់ជាច្រើនដែលបម្រើដល់សេចក្តីត្រូវការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញដោយដែលលោកអ្នកបានជ្រាបហើយថាទីក្រុងភ្នំពេញពីអតីតកាលពលគឺក្រោយពីងើបពីសង្គ្រាមឆ្នាំ1979មកទីក្រុងមួយនេះគឺស្ទើរคล้ายទៅជាទីក្រុងខ្មោចទៅហើយដែលជាទីក្រុងដែលមិនមានមនុស្សរស់នៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ត្រូវបានបំផ្លាញខ្ទេចខ្ទីក្នុងរបបប្រល័យពូជសាសន៍ប៉ុន្តែក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពមកជាពិសេសក្រោមនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែននៅចុងឆ្នាំ1998រាជធានីភ្នំពេញបានចាប់ផ្ដើមអភិវឌ្ឍជាបន្តបន្ទាប់ពីទីក្រុងដែលញោមញីដោយសង្គ្រាមមកជាទីក្រុងដែលមានសុខសន្តិភាពទំនើបស៊ីវិល័យជាមួយនឹងការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពានអាកាសផ្លូវក្រោមដីនិងអគារខ្ពស់ជាច្រើនទីក្រុងនេះបានក្លាយទៅជាមជ្ឈមណ្ឌលសន្តិសុខនយោបាយសេដ្ឋកិច្ចវប្បធម៌និងការទូតដ៏សំខាន់ទីក្រុងភ្នំពេញដែលពីក្នុងឆ្នាំ79មានត្រឹមតែ300ប្រមាណជាង300គីឡូម៉ែត្រការ៉េឥឡូវទីក្រុងភ្នំពេញបានឈានទៅដល់ជាង600គីឡូម៉ែត្រការ៉េរួចស្រេចទៅហើយដូច្នេះបានคลายមួយទៅជាពីរហើយមិនមែនគ្រាន់តែជាការបើកអភិវឌ្ឍតាមការបែបបើកទូលាយនោះទេក៏ប៉ុន្តែវាក៏មានការអភិវឌ្ឍតាមបែបស៊ីជម្រៅការបើកទូលាយគឺចាប់ផ្ដើមពីការទីក្រុងមួយដែលមានទំហំទីដីត្រឹមតែរាជធានីមួយដែលមានទីដីត្រឹមតែជាង300គីឡូម៉ែត្រការ៉េទៅជាទីក្រុងមួយដែលត្រូវរីកចម្រើនរហូតដល់ជាង6គីឡូម៉ែត្រការ៉េនេះតាមរយៈនៃការកាត់ដីបណ្ដាខេត្តបណ្ដាឃុំនានានៃខេត្តកណ្ដាលកាត់មកឲ្យទីក្រុងភ្នំពេញដែលចាប់ដើមខ្ញុំធ្វើនាយករដ្ឋមន្ត្រីចុះហត្ថលេខាមិនតិចជាង4ដងទៅទេដែលកាត់ដីពីខេត្តកណ្ដាលចូលមកឲ្យទីក្រុងភ្នំពេញហើយការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញកាលពីដើមដីមួយឲ្យតាមមានសំណង់ត្រឹមតែ5000ឬក៏ពី3000ម៉ែត្រការ៉េប៉ុណ្ណោះប៉ុន្តែឥឡូវនេះដីមួយឲ្យតាដដែលគឺមានសំណង់50000រហូតដល់ទីនេះមានទៅដល់ជាង130,000ម៉ែត្រការ៉េជាង130,000ម៉ែត្រការ៉េក្នុងទំហំដីតែប្រមាណហិកតាប៉ុណ្ណោះគិតមកត្រឹមឆ្នាំ2026នេះប្រជាជនក្នុងទីក្រុងភ្នំពេញគឺកើនដល់ប្រមាណជាង2លាននាក់ទៅហើយទីក្រុងក៏បានពង្រីកខ្លួនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះគឺទីក្រុងភ្នំពេញមានទំហំផ្ទៃដីជិត700គីឡូម៉ែត្រការ៉េមានចំនួន14ខណ្ឌនិង105សង្កាត់ការអភិវឌ្ឍរីកចម្រើនមួយនេះគឺស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នបន្តដឹកនាំអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅសម្រាប់ចក្ខុវិស័យជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ2050ខាងមុខរាជធានីភ្នំពេញកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់កន្លែងជាពិសេសក្នុងរាជធានីភ្នំពេញកើនឡើងជាបន្តបន្ទាប់ប៉ុន្តែយើងមានបញ្ហាប្រឈមខ្លះថ្មីនេះនៅចំនួនកូវីដដែលប៉ះពាល់ហើយនឹងកូវីដ19ប៉ះពាល់ទាំងសេដ្ឋកិច្ចជាតិយើងទាំងមូលប៉ុន្តែបើយើងប្រៀបធៀបពីការវិវត្តក្នុងរយៈពេលតែបន្ទសវត្សរ៍ក្រោយពីសង្គ្រាមបោកនេះយើងឃើញថាជីវភាពរស់នៅទូទាំងប្រទេសព្រមទាំងនៅរាជធានីភ្នំពេញក៏មានការកើនឡើងកំណើននៃផ្ទះកំណើននៃម៉ូតូកំណើននៃរថយន្តការចាំបាច់នៅក្នុងការពង្រីកបន្ថែមនៅក្នុងរដ្ឋបាលរបស់ខណ្ឌដកោនៅខណ្ឌមួយចំនួនដែលយើងបន្ថែមទៀតឥឡូវយើងមាន14ខណ្ឌ14ហើយនៅក្នុងកន្លែងមួយនេះ
គឺកាន់តែរីកបន្ថែមទៀតដីស្រែពីមុនคล้ายទៅជាដីលំនៅឋានคล้ายទៅជារោងចក្រคล้ายទៅជាកន្លែងបង្កើតការងារនៅផ្លូវ60នេះជាសក្ខីភាពជាក់ស្ដែងដែលពីមុនមិនមានអីទេជាព្រៃលាយជាមួយនឹងបឹងបច្ចុប្បន្នដែលប្រជាពលរដ្ឋអាស្រ័យផលបច្ចុប្បន្នប៉ុន្តែឥឡូវជាកន្លែងដែលបង្កើតរស់រវើកសកម្មភាពសេដ្ឋកិច្ចគ្រាន់តែផ្សារអេយ៉នមួយនឹងបង្កើតការងាររាប់ពាន់កន្លែងសាលារៀនទៅមុខទៀតនិងសកម្មភាពជាច្រើនរាជធានីភ្នំពេញនៅពេលបច្ចុប្បន្ននេះដែលមានឯកឧត្តមខួងស្រេងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបន្តយកចិត្តទុកដាក់ក្នុងការកសាងនិងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀតដូចជាការសាងសង់នៅស្ពានអាកាសផ្លូវក្រោមដីស្ពានអាកាសថ្មើរជើងនិងសួនច្បារជាច្រើនកន្លែងដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍បង្កនូវភាពងាយស្រួលដល់អ្នកធ្វើដំណើរក៏ដូចជាបង្កើននូវគុណភាពជីវិតដល់អ្នករស់នៅក្នុងទីក្រុងភ្នំពេញហើយលើពីនេះទៅទៀតផ្លូវថ្មីៗត្រូវបានស្ថាបនាកសាងឡើងជាបន្តបន្ទាប់រីឯផ្លូវចាស់ៗត្រូវបានពង្រីកដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្តនិងការកកស្ទះចរាចរណ៍អគារខ្ពស់ៗរួមមានអគារពាណិជ្ជកម្មផ្សារទំនើបនិងលំនៅឋានបានរីកដុះដាលដោយផ្សិតនៅគ្រប់ទីកន្លែងទាំងអស់ក្នុងទីក្រុងភ្នំពេញទោះបីមានបញ្ហារីកចម្រើនយ៉ាងនេះតែវាមិនតាន់ស្កប់ស្កល់សម្រាប់យើងទេយើងត្រូវតាក់ទាញនៅការវិនិយោគបន្ថែមពីអ្នកទាំងអស់គ្នាជាពិសេសវិនិយោគិនក្នុងស្រុកហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ឱកាសដែលយើងមានដោយកម្រោះដែលបានមកពីសុខសន្តិភាពនៅក្នុងប្រទេសរបស់យើងដែលបានបាត់បង់រាប់សិបឆ្នាំឬរហូតរាប់រយឆ្នាំមកហើយនោះបន្តការអភិវឌ្ឍតទៅទៀតតាមរយៈការវិនិយោគបន្ថែមទៅលើអ្វីដែលជាមុខសញ្ញាសម្រាប់ការវិនិយោគយើងអំពាវនាវឲ្យមានការវិនិយោគពីខាងក្រៅដោយគ្មានការរើសអើងហើយគ្មានការបែងចែករវាងអ្នកនៅក្នុងស្រុកនិងក្រៅស្រុកនោះទេបច្ចុប្បន្នទីក្រុងភ្នំពេញគឺមានអគារខ្ពស់ៗប្រមាណជាង 2000 អគារដែលបម្រើដល់ការរស់នៅនិងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មហើយលើពីនេះទៅទៀតសំណង់លំនៅឋានបែបសហគមន៍និងបុរីក៏បានរីកដុះដាលជាហូរហែដើម្បីបម្រើតម្រូវការកំណើនប្រជាជនចំពោះការវិនិយោគវិញគឺរាជធានីភ្នំពេញទទួលបានទាក់ទាញនៅក្រុមហ៊ុនវិនិយោគជាច្រើនក្នុងការវិនិយោគទៅលើវិស័យសំខាន់ៗដែលក្នុងមានជាតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រសហគ្រាសជាច្រើនផងដែរកំពុងបម្រើទៅដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងផ្ដល់ការងារដល់ប្រជាពលរដ្ឋទៀតផងរាជធានីភ្នំពេញបានបន្តការអភិវឌ្ឍឥតឈប់ឈរនិងបានក្លាយទៅជាទីក្រុងដែលមានការទាក់ទាញពោរពេញដោយភាពសុខដុមរមនាក្នុងការរស់នៅនិងប្រកបរបរការងារចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺសំដៅឲ្យរាជធានីភ្នំពេញក្លាយទៅជាទីក្រុងបៃតងមានបរិស្ថានស្អាតមានផលប៉ះពាល់កម្រិតទាបនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេដ្ឋកិច្ចវប្បធម៌ដែលមានលក្ខណៈប្រកួតប្រជែងជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ដែលស្ថិតនៅក្រោមផែនការមេនៃការប្រើប្រាស់ដីធ្លីរបស់រាជធានីភ្នំពេញឆ្នាំ2035ដើម្បីឲ្យទីក្រុងកាន់តែមានវិសាលភាពធំនិងប្រកបដោយភាពទាក់ទាញជាបន្តបន្ទាប់ទៀតអរគុណសម្ដេចអាដាមលោកជំទាវដែលបានតាមដានទេសនានៅកម្មវិធីមរតកតេជោតាំងពីដើមរហូតដល់ចប់នៅឱកាសក្រោយខ្ញុំបាទនឹងមានប្រធានបទថ្មីៗមកជម្រាបជូនជាបន្តទៀតសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា